រៀនតាមអនឡាញខ្ញុំខ្លាចតែប្រឡងមកជាប់ទេខ្លាចតែរៀនអត់ចេះសូម្បីតែមិត្តភក្តិរបស់ខ្ញុំហ្នឹងគាត់រៀននៅសាលាផងគាត់នៅតែប្រឡងធ្លាក់ចុះតម្រាំរៀនតាមអនឡាញទៀតនេះគឺជាទស្សនៈរបស់សិស្សប្រសិនបើសិស្សទាំងនេះកំពុងតែមានគំនិតបែបហ្នឹងលោកគ្រូចង់ឲ្យសិស្សទាំងនេះបដូរការគិតបន្តិចបាទហើយក៏លេខមកមើលថ្នាក់អនឡាញរបស់លោកគ្រូមួយទៀតប្រសិនបើសិស្សទាំងនេះកំពុងតែចេះភាសាកូរ៉េខ្លះៗហើយលោកគ្រូចង់ណែនាំកញ្ចប់សិក្សានេះដែលយើងរៀនតាមវីដេអូដោយខ្លួនឯងនៅក្នុងនោះមានវីដេអូបញ្យលលម្អិតច្រើនខ្លាំងមែនទែនជាង300វីដេអូហើយវិញ្ញាសាជាងច្រើនជាងមុនទៀតរហូតដល់20វិញ្ញាសាស្មើនឹង800សំណួរមានបញ្យលលម្អិតទាំងអស់តែម្ដងបាទនៅក្នុងសភៅមួយក្បាលហ្នឹងរីឯតម្លៃទៀតសោតអត់ថ្លៃសដោះគ្នាតម្លៃសមរម្យខ្លាំងមែនទែនតម្លៃសដោះនេះអាចពិនិត្យមើលក្នុង comment បាននោះបើសិនជាសដោះនេះអត់ចង់ចំណាយច្រើនទេអត់ចង់ខាតច្រើនទេសដោះនេះគ្រាន់តែសាកត្រឹមកញ្ចប់សិក្សានឹងសិនក៏បានដែរហើយវិញ្ញាសានេះលោកពិតជាចង់ណែនាំខ្លាំងមែនទែនព្រោះជាប្រភេទវិញ្ញាសាល្អវិញ្ញាសាថ្មីព្រោះការសិស្សវគ្គ23ឬក៏វគ្គ24មានសិស្សទទួលបានជោគជ័យដែលគ្រាន់តែទិញកញ្ចប់សិក្សាតម្លៃសមរម្យប៉ុណ្្នឹងឯងចឹងសិស្សទាំងនេះសាកល្បងទៅបើសិនជាសិស្សទាំងគ្នាជាមនុស្ស introvert ចូលចិត្តរៀនស្ងប់ស្ងាត់បែបម្នាក់ឯងហើយអត់ចង់ចំណាយច្រើនកញ្ចប់សិក្សាហើយនៅថ្នាក់អនឡាញនេះគឺស័ក្តិសមបំផុតសម្រាប់សិស្សទាំងគ្នាសាកសិនណាធានាថាអត់ខកចិត្តទេអរគុណ